ទេមិញបន្តតើអ្នកបោះប៉ុន្មានកណ្ដាប់ដៃទៅលើខេងឈួនខ្ញុំនឹងវាយកូនមន់នេះពី3ដងមើលចុងក្រោយបរិសុទ្ធវត្តសុំតដូនតាបច្ចេកទេសសម្ងាត់អរិយឈាមរបស់ខ្ញុំនៅតែអាចរស់បានពីទាំងអស់អំពីការខ្លាយជាមនុស្សអាក្រក់ហា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 មកបុកខ្ញុំគ្រូសាយ៉ាងអ្នកមិនក្រអឹតក្រទុំទេបងប្រុសល្អខ្ញុំសូមអង្វរអ្នកសូមជប់វាខ្ញុំទៀតហាហាហាអ្នកគឺជាអ្នកពូកែក្បាច់កូនតើវាមិនដូចគ្នាទៅនឹងអ្នកចាញ់យ៉ាងឡងទេជន់ឈ្លីនៅក្រោមជើងរបស់ខ្ញុំរងចាំរហូតដល់ខ្ញុំបូមឈាមរបស់អ្នកក៏បានត្រឡប់ទៅវិញហើយបានបំផ្លាញគ្រួសារយ៉ាងទាំងមូលចុះមកដីបងប្អូនឡព្រះនាងម្ចាស់កត្រីព្រះឲ្យតើយើងធ្វើអីខុសទទួលបន្ទុកបែបនេះតោះលេងបងប្រុសមកដេញខ្ញុំបងប្អូនឲ្យរត់យឺតប្រយ័ត្នកុំដួលបងប្រុសរបស់ខ្ញុំសូមរត់យឺតដើម្បីឲ្យខ្ញុំអាចធ្វើបានបាទបងប្រុសកូនខ្លាំងម្លេះរមែចក៏ភ្ញាក់ដែរបងប្រុសហៅគាត់គឺជាស្រុកព្រះ Marshall ស្រុក Washington មិននឹកស្មានថាកណ្ដាប់ដៃរបស់បុរសម្នាក់នេះមានកម្លាំងខ្លាំងយ៉ាងនេះទេតែមើលការបញ្ចេញមិត្តគាត់មិននិយាយទេហាហាហាព្រះកំពុងឃ្លាំមើលយើងថ្ងៃនេះខ្ញុំបានជួបMarshall Godzone ដែលមិនទាន់បានអភិវឌ្ឍពេញលេញនៅជំនាញពិសេសរបស់ខ្លួនខ្ញុំបានបូមឈាមរបស់អ្នកនៅថ្ងៃនេះ My Blood Demon Secret នឹងទទួលបានជោគជ័យហាហាហាបងប្រុស Harold ទៅទី1នៅច្រាំងទន្លេនេះតើអ្នកហ៊ានរំខានពេលឆ្លុះជាមួយខ្ញុំទេវាស័ក្តិសមជាស្រុក Washington ខ្ញុំមិនទាន់រកឃើញល្បិចនៅឡើយទេដោយជំនាញខ្ញុំត្រូវបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរហាហាហាហ៊ានធ្វើអត្តឃាតនៅមុខខ្ញុំអ្នកនិងស្ត្រីនៅខាងក្នុងតើវាមានសារៈសំខាន់យ៉ាងណាចំពោះគាត់ដរាបណាអ្នកទាំងពីរនៅជាមួយគ្នាខ្ញុំមិនខ្លាចពួកគេបង្ហាញខ្លួនទេក្បាលត្រីខ្ញុំមិនដែលមើលងាយអ្នកទេទោះបីជាខ្ញុំស្លាប់ក៏ដោយនេះមិនអាស្រ័យលើអ្នកទេហា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 បងប្រុស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 វាជាកំហុសរបស់ខ្ញុំដែលខ្ញុំធ្វើបាបអ្នកនិងម្ដាយរបស់អ្នកបែបនេះខ្ញុំមិនអាចមើលថែអ្នកទៀតទេអ្នកត្រូវចាំថាត្រូវរស់នៅឲ្យបានល្អមានតែតាមរយៈការរស់នៅទេទើបអ្នកអាចមានឱកាសបានបងប្រុស
បងប្រុសអ្នកភ្ញាក់ឡើងHandbrake ស្ថិតនៅក្នុងដៃរបស់ម៉ូតូនោះខ្ញុំត្រូវតែជួយសង្គ្រោះពួកគេអ្នកមិនអាចផ្លាស់ទីនៅឡើយទេបើមិនដូច្នេះទេនឹងមានការបង្ហូរឈាមម្ដងទៀតហេតុអ្វីអ្នករងរបួសយ៉ាងធ្ងន់ធ្ងរកុំងាយងាយខ្ញុំមិនអាចពន្យាពេលទៀតទេខ្ញុំនឹងស្វែងរកការសងសឹកចំពោះអារក្សនោះអូខ្ញុំមិនដឹងថាអ្នកបានឆ្លងកាត់អ្វីខ្លះទេប៉ុន្តែរបៀបដែលអ្នកឥឡូវនេះកុំនិយាយអំពីការសងសឹកគ្មានអ្វីដែលខ្ញុំអាចធ្វើបានទេបងប្រុសតើបងប្រុសខ្ញុំនៅឯណានៅពេលខ្ញុំមកដល់បងប្រុសរបស់អ្នកបានស្លាប់ហើយខ្ញុំបានកប់គាត់នៅភ្នំខាងក្រោយអ្នកចូលចិត្តយករបស់ដែលងាយស្រួលចំណាយពេល 2-3 ថ្ងៃដើម្បីជាសះស្បើយជាមុនសិនទៅយកម្ហូបទៅពូសួស្តីអ្នកទាំងអស់គ្នាខ្ញុំមិនអាចមើលថែអ្នកទៀតទេអ្នកត្រូវចាំថាត្រូវរស់នៅឲ្យបានល្អមានតែតាមរយៈការរស់នៅទេទើបអ្នកអាចមានឱកាសបាន